ហើយក្នុងវីដេអូហ្នឹងមកបង្ហាញបងប្អូនអំពីប្រភេទកតុយកពើដែលវាមានសុខភាពល្អហើយកតុយកពើដែលមានសុខភាពល្អការបញ្ចេញម្សៅដើម្បីការពារធាងរបស់វាគឺល្អនេះសបែបនេះនេះសិតតែជាម្សៅហើយទី2គឺសាច់របស់វាគឺក្រាស់ហើយបើបងប្អូនចង់ដឹងថាសុខភាពល្អប៉ុណ្ណាបងប្អូនសាក់យកដៃស្ទាបសាច់វានេះធាងរបស់វាហ្នឹងបើសិនបើមានសភាពរឹងអាហ្នឹងគឺកតុយកពើរបស់យើងគឺសុខភាពល្អណាស់តែបើបងប្អូនច្បាច់ទៅជ្រាយអាហ្នឹងគឺកតុយកពើសុខភាពអត់ល្អទេបងប្អូនយកទៅផលិតជាទឹកភេសជ្ជៈក៏វាមានរសជាតិអត់ឆ្ងាញ់ដោយកតុយកពើដែលមានសាច់រឹងចឹងដែរហើយកតុយកពើហ្នឹងដោយសារតែការថែទាំបានល្អផងដែរហើយចំណុចទូចដូចជាការប្រមូលធាងផលធាងដោយកតុយកពើហ្នឹងយើងប្រមូលផលធាងបាន2ដងហើយនៅពេលដែលប្រមូលផលធាងរួចចាំបាច់ត្រូវតែសម្អាតអាធាងចាស់នឹងចោលអានឹងចាំបាច់ណាបងប្អូនព្រោះអាធាងចាស់ហ្នឹងបើបងប្អូនអត់ធ្វើការសម្អាតទេអាធាងចាស់ហ្នឹងវាអាចដក់ទឹកវាទៅជាអាលួយគួលបងប្អូនអត់ចាប់អារម្មណ៍ស្រាប់តែឃើញកតុយកពើងើបអាលួយបដូលក៏គិតថាកតុយកពើហ្នឹងអាលួយរឹសតែជាក់ស្ដែងគឺវាបណ្ដាលមកពីអាធាងចាស់ហ្នឹងដែរដោយសារតែទី1គឺវាដក់ទឹកទី2គឺរឹសដែលត្រូវចេញនៅតាមហ្នឹងគឺវាមិនអាចលូតចេញមករួចណាអញ្ចឹងក៏មានទឹកដក់ទៀតក៏វាធ្វើឲ្យលួយត្រឹមនេះក៏កតុយកពើងាប់ទៅណាអញ្ចឹងបងប្អូនក្រោយពេលប្រមូលផលអាធាងចាស់នឹងចាំបាច់គឺត្រូវតែសម្អាតចេញឲ្យស្អាតដូចខ្ញុំគឺសម្អាតបាន2សាហើយអញ្ចឹងនៅមួយសានេះទៀតហើយកតុយកពើដូចបងប្អូនឃើញខ្ញុំដាំនេះឃើញអត់ដាក់ដីពេញទេដោយសារតែវាត្រូវមានវគ្គនៃការប្រមូលផលហើយបន្ថែមល្បាយដីអញ្ចឹងគឺការដាំបច្ចេកទេសដាំតិចតួចបងប្អូនអត់យកចិត្តទុកដាក់ទេគឺកតុយកពើរបស់យើងអត់ល្អទេហើយបើសិនបើមានបច្ចេកទេសល្អខ្ញុំនឹងផុសនៅក្នុង YouTube ដើម្បីចែកម្លែកបងប្អូនតទៀតហើយថ្ងៃហ្នឹងគឺតែប៉ុណ្្នឹងឯងអរគុណ